សូមមកបង្អួតសម្រាប់ផ្កាឲ្យក្នុងវីដេអូនេះជំរាបសួរអ្នកទាំងអស់គ្នាពីចម្ងាយផងការសរសើរនៅខាងក្រោយគឺជាផ្កាដំណក់ហើយក៏មានផ្កាពី3ប្រភេទទៀតហើយផ្កាទាំងអស់នេះហើយវាចាប់ផ្ដើមពីពាក់កណ្ដាលខែ1ដល់ត្រឹមពាក់កណ្ដាលខែ3ហ្នឹងវាទៅវិញហើយវាលឿនទេអាយុវាខ្លីតែនៅផ្កាមួយចំនួនទៀតដែរហើយនេះផ្កាប្រភេទនេះគេហៅថាផ្កា crocus វាមានច្រើនពណ៌លឿងមានពណ៌ស្វាយហើយពណ៌សគេហៅផ្កា crocus ហើយនេះគឺវាពណ៌សលាយស្វាយស្អាតខ្លាំងមែនតើអាយុរបស់វាក៏ខ្លីដែរវាចាប់ផ្ដើមរីកនៅខែ2ដល់ពាក់កណ្ដាលខែ3ហ្នឹងចាប់ផ្ដើមទៅវិញហើយហើយបើសិចតណ្ហភាពវាត្រូវការដើម្បីរីករូតលាស់ហ្នឹងគឺពី10ទៅ15អង្សាមានន័យថាធម្មតាវាមិនសូវត្រជាក់ខ្លាំងណាស់ណាក៏វាមិនសូវក្តៅដែរផ្កាមួយមុខទៀតគឺឈ្មោះ Primrose ជាផ្កាដែលធន់នឹងអាកាសធាតុល្អវាអាចត្រឹមបានចុះត្រជាក់ដល់15ក៏វាត្រឹមបានដែរគ្រាន់តែត្រូវការថែទាំវា